អន្តររួមក្រុមដីវៀតកុងនិងពូជ័យទឹកដីកូរ៉េទាំងពីរត្រូវបានទស្សនាបតី Foreign Affairs របស់សហរដ្ឋអាមេរិកបានវាយតម្លៃថាសង្គ្រាមឆ្នាំ2026នេះកំពុងតែដើរជាន់ដានប្រវត្តិសាស្ត្រចាស់ដដែលតើទៅមើលទាំងអស់គ្នាប្រិយមិត្តតើទស្សនាបតីគេនិយាយអ្វីខ្លះនៅក្នុងរបាយការណ៍វាយតម្លៃយុទ្ធសាស្ត្រសឹកកម្រិតកម្ពុជាចេញពីទស្សនាបតីភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក Foreign Affairs នៅថ្ងៃទី21ឧសភានេះបានកត់សម្គាល់ក្រុមអ្នកជំនាញអន្តរជាតិបានលាតត្រដាងផែនទីប្រវត្តិសាស្ត្រដោយបានលើកយកសង្គ្រាមដ៏ក្តៅកគុកនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទៅឆ្លុះកញ្ចក់ប្រៀបធៀបទៅនឹងសង្គ្រាមវៀតណាមឆ្នាំ1973យ៉ាងស៊ីសាច់ហត់ឈាមអ្នកវិភាគបានបង្ហាញសញ្ញាជាក់ស្ដែងថាកងទ័ពសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលមានអាវុធទំនើបចុងក្រោយបង្អស់កំពុងតែដើរចូលអន្ទាក់យុទ្ធសាស្ត្រសង្គ្រាមតបព្រៃនិងប្រព័ន្ធរួមក្រុមដីដ៏ស្មុគស្មាញរបស់ក្រុមហាម៉ាស់ក្រុមហេបូឡារួមទាំងអ៊ីរ៉ង់ដោយការពីកងទ័ពអាមេរិកវង្វេងដាក់នៅក្នុងរូងភ្នំវៀតកងការពីអតីតកាលអញ្ចឹងអ្វីដែលកាន់តែដូចគ្នានោះគឺចំនួនមួយនេះសង្គ្រាមមនោគមវិជ្ជាតស៊ូដែលអ៊ីស្រាអែលនិងអាមេរិកមិនអាចប្រើកម្លាំងយោធាកំទេចឲ្យរលេចបាត់ទាំងស្រុងបានឡើយចំណុចបញ្ចប់នៃសង្គ្រាមមជ្ឈិមបូព៌ានេះត្រូវបានគេវិតម្លៃចំថានឹងត្រូវដើរតាមគន្លងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1973ពលគឺគ្រាន់តែផ្អាកបាញ់ដកទ័ពមួយជំហានរួចបន្សល់ទុកសាច់រឿងឫសគល់ឲ្យអបបន្លាយទៅផ្ទុះសង្គ្រាមដោះស្រាយនៅថ្ងៃខាងមុខទៀតដែលនឹងត្រូវការពេលរាប់រយឆ្នាំទៅខាងមុខទៀតដើម្បីសម្រេចនៅក្នុងផែនការបោះសម្អាតនេះដោយឡែកងាកមកមើលសមរភូមិដ៏រឹងរូសរវាងរុស្ស៊ីនិងអ៊ុយក្រែនឯណោះវិញដែលបានចាប់ផ្ដើមនៅខែកុម្ភៈឆ្នាំ2022សង្គ្រាមនេះត្រូវបានក្រុមអ្នកជំនាញយុទ្ធសាស្ត្រសង្គ្រាមមកពីទស្សនាបតី Foreign Affairs ដដែលបានវិតម្លៃថាកំពុងតែដើរចូលកន្លងសង្គ្រាមកូរ៉េឆ្នាំ1953ដូចគ្នាតែម្ដងសញ្ញាព្រមានដំបូងគឺសមរភូមិបច្ចុប្បន្នបានឈានដល់ចំណុចតច្រកយោធាដែលខ្សែបន្ទាត់សឹកជាប់គាំងបាញ់គ្នាងាប់អស់រាប់ម៉ឺននាក់តែដណ្ដើមដីដើរទៅមុខលែងរួចខណៈដែលមហាយៈពីក្រោយខ្នងជាពិសេសគឺសហរដ្ឋអាមេរិកនិង NATO បានចាប់ផ្ដើមបង្ហាញសញ្ញាហត់នឿយនឹងការដុតលុយដុតអាវុធយ៉ាងខ្លាំងតែលើទស្សនវិជ្ជាសឹកនេះអ្នកជំនាញបានសន្និដ្ឋានថាសង្គ្រាមអ៊ុយក្រែននឹងត្រូវបញ្ចប់ទៅវិញដោយគ្មានអ្នកណាឈ្នះជាដាច់ខាតឬចាញ់ជាដាច់ខាតពលគឺរុស្ស៊ីក៏មិនអាចលេបយកទឹកដីអ៊ុយក្រែនបានទាំងមូលហើយអ៊ុយក្រែនក៏គ្មានលទ្ធភាពវាយបកដេញទ័ពរុស្ស៊ីចេញពីដី5ខេត្តបានដែរចុងក្រោយសង្គ្រាមនេះនឹងត្រូវបញ្ចប់ដោយកិច្ចព្រមព្រៀងស្ងប់សឹកដោយពុះចែកដីក៏ស្ទះព្រំដែនដោយប្រហែល 20% ដែលរុស្ស៊ីគ្រប់គ្រងបច្ចុប្បន្ននឹងត្រូវក្លាយជាព្រំដែនយោធាថ្មីរួចបង្កើតជាតំបន់គ្មានយោធាឈរជើងសម្លឹងមើលមុខគ្នាទាំងតានតឹងរាប់ឆ្នាំទៅមុខទៀតដែលដូចគ្នាបេះបិទទៅនឹងបន្ទាត់ខ្នាតទី38រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងអញ្ចឹងមកដល់ត្រង់ចំណុចនេះប្រិយមិត្តប្រហែលជាមានចម្ងល់ហើយតារុស្ស៊ីជាមហាអំណាចនុយក្លេអ៊ែរប្រសិនបើដឹងថាខ្លួនកំពុងមានអារម្មណ៍ថាចាញ់សង្គ្រាមហេតុអ្វីរុស្ស៊ីមិនប្រើនុយក្លេអ៊ែរយោងតាមការវិភាគរបស់ស្ថាប័នយោធាកម្ពុជានិងទ្រឹស្ដីទប់ស្កាត់នុយក្លេអ៊ែរនៅឆ្នាំ2026ដែលតាមការលើកឡើងរបស់ទស្សនាបតីដដែលនោះគឺមូលហេតុដែលរុស្ស៊ីមិនអាចនឹងមិនហ៊ានប្រើនុយក្លេអ៊ែរទៅលើអ៊ុយក្រែនគឺដោយសារតែអន្ទាក់យុទ្ធសាស្ត្រធំមួយចំនួនហើយលើនេះទោះជាមហាយៈរុស្ស៊ីគឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុតនៅលើផែនដីរហូតដល់ជាង5500គ្រាប់ហើយសមរភូមិនៅអ៊ុយក្រែននាខែឧសភាឆ្នាំ2026នេះបានឈានដល់ចំណុចជាប់គាំងទល់ច្រកទៅមុខមិនរួចដូចជាសង្គ្រាមកូរ៉េក៏ដោយប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅតែមិនហ៊ានសម្រេចចិត្តចុចប៊ូតុងប្រើប្រាស់អាវុធមហាប្រឡ័យនេះឡើយមូលហេតុចម្បងដំបូងគឺដោយសារតែអន្ទាក់យុទ្ធសាស្ត្ររួមរស់រួមមរណៈឬច្បាប់វាយទៅវាយមកព្រោះមហាយៈរបស់សហរដ្ឋអាមេរិកមានលោក Donald Trump និងបកសម្ព័ន្ធ NATO បានដាក់ការប្រមានជើងព្រោះរួចជាស្រេចហើយថាបើរុស្ស៊ីហ៊ានលេងក្បាច់នុយក្លេអ៊ែរយុទ្ធសាស្ត្រលើទឹកដីអ៊ុយក្រែន NATO នឹងលេងឈរមើលហើយនឹងបើកការវាយប្រហារសំពងបកវិញភ្លាមៗដោយប្រើប្រាស់អាវុធទំនើបខ្នាតយក្សដើម្បីកំទេចកងទ័ពរុស្ស៊ីទាំងអស់នៅអ៊ុយក្រែននិងកងនាវាចម្ងាយឆ្ងាយរបស់រុស្ស៊ីនៅសមុទ្រខ្មៅដែលរបបនេះអាចរុញច្រានភពផែនដីទាំងមូលឲ្យដើរចូលទៅក្នុងសង្គ្រាមលោកទី3ងាប់ចោលបាត់បង់អាយុជីវិតទាំងសងខាងគ្មាននរណាឈ្នះឡើយមុននឹងបញ្ចប់មានសំណួរដ៏រសើបមួយថាហេតុអ្វីបានជាមកដល់ឆ្នាំ2026នេះសង្គ្រាមនៅតែដើរតាមកន្លងសង្គ្រាមពីអតីតកាលខ្ញុំសំអាងវណ្ណៈ True Insider New Holland មានច្រើនជម្រើសពីតូចដល់ធំគ្រប់ប្រភេទស្រែចម្ការត្រាក់ទ័រ New Holland នៅជាមួយអ្នកគ្រប់រដូវកាល